សូមស្វាគមន៍មកកាន់ Channel គំរុនធុតព្រេងនិទានរឿងគង់ហ៊ានកាលពីព្រេងនាយមានមនុស្សម្នាក់ឈ្មោះគង់មានប្រពន្ធពីរនាក់មួយឈ្មោះនាងអាំមួយឈ្មោះនាងគុំថ្ងៃមួយអ្នកគង់នាំប្រពន្ធទាំងពីរនាក់ទៅសួរសុខទុក្ខបងប្អូននៅស្រុកឆ្ងាយតាមផ្លូវទៅស្រុកនោះមានខ្លាសាហាវអ្នកគង់បណ្ដាប្រពន្ធទាំងពីរនាក់ទៅដល់ព្រៃធំមួយជិតស្រុកគេព្រៃនោះតែមានខ្លាចេញខាំមនុស្សក្របីគោស៊ីរឿយលុះដល់អ្នកគង់ទៅដល់កន្លែងនោះខ្លាក៏ស្ទុះដេញស្រែកសន្ធាប់ពីចម្ងាយមកអ្នកគង់រត់ចូលរូងឈើរៀកនោមប្រភ័យញ័រដៃញ័រជើងនាងអាំនិងនាងគុំខំព្រួតគ្នាវាយខ្លានោះស្លាប់ទៅប្រពន្ធអ្នកគង់ក៏និយាយប្រាប់អ្នកស្រុកថាអ្នកគង់ឃើញខ្លាវាបោលមកគាត់រត់ចូលក្នុងរូងឈើឃីមពីអ្នកស្រីព្រួតគ្នាវាយខ្លាទាល់តែស្លាប់អ្នកគង់ឮប្រពន្ធនិយាយប្រាប់គេដូច្នោះក៏បញ្ចូលរំលោភប្រពន្ធថាមិនដែលមានស្រីណាខ្លាំងហ៊ានវាយខ្លាស្លាប់នោះទេមានតែប្រុសទើបខ្លាំងពូកែហ៊ានវាយខ្លាស្លាប់បានអ្នកគង់ក៏អួតប្រាប់អ្នកស្រុកថាកាលដែលខ្លាវាស្ទុះមកខំខ្ញុំបានប្រើស្នៀតគុណពិសេសរបស់ខ្ញុំដូច្នេះហើយបានជាវាយវាបានថាហើយអ្នកគង់ធ្វើជាលោតគុណវាយខ្លាឲ្យអ្នកស្រុកមើលឯអស់អ្នកស្រុកកោតខ្លាចអ្នកគង់តែរាល់គ្នាហើយឲ្យឈ្មោះថាគង់ហ៊ានតាំងពីថ្ងៃនោះមកឮល្បីឈ្មោះគង់ហ៊ានជាអ្នកខ្លាំងពូកែចេះគុណវាយខ្លាស្លាប់រឿងនេះជ្រាបទៅដល់ស្ដេចទ្រង់ឲ្យយកទុយចិញ្ចឹមធ្វើជាសេនាសម្រាប់ច្បាំងសង្គ្រាមលុះដល់យូរបន្តិចទៅជួនជាមានសឹកគេលើកមកច្បាំងយកនគរស្ដេចទ្រង់ប្រើគង់ហ៊ានឲ្យទៅច្បាំងគង់ហ៊ានឮស្ដេចទ្រង់ប្រើឲ្យទៅជួយច្បាំងសឹកសង្គ្រាមដូច្នោះភ័យណាស់ពុំដឹងធ្វើម្ដេចនឹងប្រកែកបានត្បិតស្ដេចទ្រង់ប្រើហើយខ្លួនបានទាំងល្បីឈ្មោះជាអ្នកខ្លាំងពូកែផងត្រឡប់មកផ្ទះវិញដេកសន្ធឹងសណីអត់បាយប្រពន្ធទាំងពីរនាក់ចូលទៅសួរថាម្ដេចបានជាអ្នកដេកអត់បាយដូច្នេះតើមានហេតុភេទប្រការដូចម្ដេចគង់ហ៊ានប្រាប់ថាត្បិតស្ដេចទ្រង់ប្រើឲ្យតែច្បាំងសឹកឥឡូវនេះបងខ្លាចសឹកនោះណាស់មិនដឹងបើគិតដូចម្ដេចទេប្រពន្ធឡើងឆ្លើយថាអ្នកកុំព្រួយចិត្តធានាលើខ្ញុំទាំងអស់អ្នកក្រោកឡើងពិសាបាយឲ្យឆ្អែតងូតទឹកឲ្យសបាយខ្លួនចុះគង់ហ៊ានឮប្រពន្ធលួយលោមដូច្នោះបានធូរចិត្តក្រោកឡើងងូតទឹកស៊ីបាយរៀបគ្រឿងប្រដាប់និងទេច្បាំងលុះរៀបរួចហើយដល់បានវេលាល្អក៏ចូលទៅក្រាបបង្គំលាស្ដេចទៅច្បាំងយកទាំងប្រពន្ធទៅផងគង់ហ៊ានជិះខាងក្បាលដំរីប្រពន្ធជិះខាងក្រោយមានរេហក់ពុលហាយហោមអមមុខក្រោយជាក្បួនទ័ពត្រៀបត្រាពាពេញលុះទៅជិតខ្មាំងសត្រូវមើលឃើញច្បាស់ប្រកបគង់ហ៊ានភ័យណាស់លិចអាចលិចនោមញ័រដៃញ័រជើងដូចអង្រួនក្បាលដំរីឯដំរីគិតស្មានថាគេអង្រួនឲ្យខ្លួនបោលចូលក៏ចេះតែបោលមុនរេហក់ពុលទាំងអស់គ្មាននរណាតាមតាន់ឯខ្មាំងសត្រូវឃើញគង់ហ៊ានបំបោលដំរីចូលដូច្នោះគិតស្មានថាមេទ័ពនេះពូកែណាស់ក៏បាក់ទ័ពរត់ចាញ់រត់យកតែប្រាត់អាយុដោយខ្លួនទៅគង់ហ៊ានឃើញខ្មាំងរត់ទាំងអស់ក៏ធ្វើជាអួតក្អាងក្អាងឲ្យអស់អ្នកមឿននិងរេហក់ពុលកោតខ្លាចអស់អ្នកមឿនឃើញគង់ហ៊ានលេចអាចដាក់ក្បាលដំរីស្អុយពាសពេញដូច្នោះគេសួរថាលោកមេទ័ពថ្មីម្ដេចមិនប្រើស្លាបជើងគេលើកលាមកដូច្នេះគង់ហ៊ានឆ្លើយថាបើកំពុងតែច្បាំងនឹងសត្រូវហើយឈឺផ្ទៃនឹងចុះទៅដោះទុកសត្វឯណាមានតែដោះទុកសត្វលើត្មៅដំរីដូច្នោះឯងបើរវល់តែដោះទុកសត្វខ្មាំងវាមិនកាប់ស្លាប់ឥតអំពើទៅហើយអីអស់នាមឿននឹងរេហៈពុលឬគង់ហ៊ានញញើដូច្នោះអ្នកខ្លះមានប្រាជ្ញាគេដឹងថាគង់ហ៊ានខ្លាចអ្នកខ្លះមិនសូវមានប្រាជ្ញាកោតខ្លាចគង់ហ៊ានណាស់ឯគង់ហ៊ានបានឈ្នះទ័ពត្រឡប់ចូលមកនគរវិញហើយចូលទៅក្រាបបង្គំស្ដេចទ្រង់ជ្រាបថាគង់ហ៊ានទៅច្បាំងឈ្នះដេញខ្មាំងរត់ខ្ចាត់ខ្ចាយអស់ទៅទ្រង់ត្រេកអរណាស់ទ្រង់រាជទានយសស័ក្តិជានមិញធំហើយព្រះរាជទានព្រះរាជទ្រព្យនិងគ្រឿងបណ្ដាការជាច្រើនតាំងអំពីថ្ងៃនោះមកគង់ហ៊ានរត់តែអួតខ្លាំងពូកែក្អាងក្អាងឡើងទៀត
លុះក្រោយមកទៀតមានក្រពើសាហាវមួយចេះតែដេញខំមនុស្សម្នាក់អ្នកឈ្មួញដើររកស៊ីខាងជើងទឹកជើងកំពង់គេខ្លាចគេរអាគ្រប់គ្នាមិនមានអ្នកណាហ៊ានចុះងូតទឹកឬដើរទូកសោះអស់រាជពិបាកចិត្តណាស់រឿងនោះក៏ជ្រាបទៅដល់ស្ដេចទ្រង់ត្រាស់ប្រាយគង្ហៀនឲ្យទៅចាប់ក្រពើឯគង្ហៀនឮព្រះបន្ទូលដូច្នោះនឹកភ័យណាស់ប៉ុន្តែមិនហ៊ានទៅតឹងព្រះបន្ទូលក៏ទទួលថានឹងយកអាសាសូមទ្រង់កុំព្រួយព្រះរាជហឫទ័យគង្ហៀនត្រឡប់មកដល់ផ្ទះនិយាយនឹងប្រពន្ធថាគេហោះអើយឥឡូវនេះទ្រង់ឲ្យយើងទៅចាប់ក្រពើក្នុងទន្លេត្បិតក្រពើសាហាវណាស់ម្ដងនេះយើងឃើញថាមិនរួចខ្លួនទេមុខជាក្រពើខំស្លាប់មិនខានពីមុននៅលើគោកគ្រាន់នឹងមើលទៅឃើញឥឡូវនេះនៅក្នុងទឹកធ្វើម្ដេចនឹងកិច្ចរួចប៉ុន្តែស្ដេចទ្រង់ប្រាហើយនឹងមិនទៅក៏មិនបានបើដូច្នេះនាងតែទៅលោតទឹកឲ្យក្រពើវាខំស្លាប់តែម្ដងទៅកងហ៊ានគិតគ្នានឹងប្រពន្ធដូច្នោះហើយក៏ហៅកូនក្មួយមកធ្វើជាទៅចាប់ក្រពើអស់មនុស្សម្នាមហាជនឮថាកងហ៊ានទៅចាប់ក្រពើក៏បបួលគ្នាទៅមើលពីពេញលុះកងហ៊ានទៅដល់កំពង់ទឹកបានឃើញក្រពើហែលមកប្របច្រាំងត្រង់ទីដែលមានដើមឈើពីរដើមដុះជិតគ្នាមានប្រកៀបគាត់ក៏ស្ទុះលោតចូលទៅក្នុងទឹកត្រង់ទីនោះដោយគិតថាលោតទៅឲ្យក្រពើវាខំស្លាប់ទៅទេប៉ុន្តែក្រពើវាឮសន្ធុកគង្ហៀនលោតចុះក៏ភ្ញាក់ព្រឺតប្រឹងលោតឡើងដូចជាគេប្រហាក់ក្នុងប្រកៀបឈើជាប់ពាក់មាក់កណ្ដាលខ្លួនរលទៅមុខក៏មិនរួចថយមុខក្រោយក៏មិនរួចគង្ហៀនមុតទៅខឿងទឹកងើបឡើងឃើញក្រពើជាប់នឹងដើមឈើដូច្នោះស្រែកបង្គាប់ឲ្យកូនក្មួយយកលំពែងមកចាក់កាប់ក្រពើនោះស្លាប់ទៅឯញាក់មើលទាំងប៉ុន្មានគេគិតស្មានថាគង្ហៀនចាប់ក្រពើនោះបោះមកឲ្យជាប់នឹងមែកឈើក៏កោតខ្លាចគង្ហៀនក្រៃពេកគង្ហៀនបានឃើញក្រពើស្លាប់យ៉ាងដូច្នោះក៏រឹតតែអួតក្អេងក្អាងខ្លាំងពូកែឡើងទៀតហើយចូលទៅក្រាបទូលស្ដេចថាខ្លួនចាប់ក្រពើចោលឡើងមកលើគោកស្ដេចទ្រង់ក៏សັບព្រះរាជហឫទ័យប្រោសប្រទានយសស័ក្តិឲ្យគង្ហៀនឡើងធំលើសពីមុនទៀតប្រោសព្រះរាជទាំងអំណាចនិងរង្វាន់ជាច្រើនអរគុណរាល់កាយគ្រឿងសម្រាយរឿងបើមានពាក្យពេចន៍កន្លែងណាមិនសមរម្យសូមខន្តីអភ័យទោសផងនិងសូមបងជួយ follow page និង subscribe YouTube Channel King ផង